3ដំណើបសាច់ជ្រូកពងទាអាហារពេលព្រឹកសម្រាប់អ្នកសឹងត្រែងមកដល់ដំបងខ្ញុំស្មានតែខ្នប់ឬក៏គេខ្ចប់អីមួយលក់អីចឹងណាតែក៏ពិតអត់ទេបងប្អូនគ្នា3ដំណើបសាច់ជ្រូកពងទាទេហើយអីដែលសំខាន់នោះគឺមានថែមបក្រាវបុកទៀតបងប្អូនគ្នានិយាយរួមខ្ញុំចាត់ទុកថាម្ហូបនឹងប្លែកទេព្រោះសារនៅពេញខ្ញុំអត់ឃើញខ្ញុំអត់ដឹងថាមានលក់ឬក៏អត់មានទេនេះប៉ុន្តែខ្ញុំអត់ដែរឃើញមែនហើយបើនិយាយពីតម្លៃវិញគឺអត់ថ្លៃទេបងប្អូនគ្នាមកកញ្ចប់គឺមាន2000មាន3000ហើយខ្ចប់របស់ខ្ញុំនឹងគឺខ្ញុំឲ្យគេដាក់3000ព្រោះសារខ្ញុំត្រូវការញ៉ាំពីអ្នកក្មួយខ្ញុំអីចឹងណាបើខ្ញុំញ៉ាំម្នាក់ឯងខ្ញុំញ៉ាំតែ2000គឺឆ្អែតតែម្ដងហើយអាហារពេលព្រឹកមួយហ្នឹងអីដែលពិសេសហ្នឹងគឺអាបក្រាវបុកហ្នឹងហ្មងបងប្អូនគ្នាបើសិនជាអត់បានដាក់វាញ៉ាំក៏អត់ពិសេសខ្លាំងដែរពេលដាក់ទៅនិយាយរួមមួយម៉ាត់ណាក៏ឆ្ងាញ់ដែរអាមនុស្សចូលចិត្តអាបុកអាចលក់អាប្រភេទហិលហោះអីហ្នឹងគឺត្រូវតែម្ដងជាពិសេសខ្ញុំនឹងឯងបងប្អូនគ្នាតែបើនិយាយពីរឿងកាហ្វេវិញបងប្អូនគ្នាខ្ញុំអត់តន់រកកន្លែងកាហ្វេណាដែលត្រូវចិត្តទេដែលនៅចិត្តផ្ទះខ្ញុំតែបើថាទៅឆ្ងាយមានប៉ុន្តែយើងខ្ជិលជិះទៅទិញអីចឹងទៅបងប្អូនគ្នាចឹងកាហ្វេដែលខ្ញុំញ៉ាំរហូតដល់គឺកាហ្វេកំប៉ុងហ្នឹងឯងហើយអ្នកសឹងត្រាញ់បានផ្ដាំថាបើសិនជាបានជិះកាត់ឬក៏ចូលមកលេងអីកុំភ្លេចសាកល្បងញ៉ាំបាយដំណើបសាច់ជ្រូកពងទានឹងផងមិនត្រឹមតែបានញ៉ាំឆ្ងាញ់ទេហើយថែមទាំងបានសេវថវិកាទៀតទៅបងប្អូនគ្នានឹងឲ្យវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាកុំភ្លេចសាកល្បងបើបានជិះកាត់ស្ទឹងត្រែងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ